ទស្សនិកជនជាទីស្នេហាកម្មវិធីព័ត៌មានរបស់យើងខ្ញុំនាងរសៀងនេះថ្ងៃប្រហោះទី$23ឆ្នាំ2025រួមមានដំណឹងជាអាចបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភាវៀតណាមផាំងឡង់លំនឹងការផលិតក្រោយពេលភ្លៀងព្យុះនិងទឹកជំនន់លើកកម្ពស់គុណភាពកសិផលឌីហារ៉ុនការមកជំនះភាពលំបាកដើម្បីកំណត់សេដ្ឋកិច្ចកម្មវិធីព័ត៌មានរបស់យើងខ្ញុំនៅពេលនេះចាប់តែត្រឹមនេះសូមថ្លែងអំណរគុណទស្សនិកជនគ្រប់មជ្ឈដ្ឋានដែលបានយកចិត្តទុកដាក់តាមដាន